ខ្ញុំចេញទៅញ៉ាំកាហ្វេជាមួយនឹងអតីតក្រុមការងារម្នាក់គាត់មែនតើទៅគឺជាអ្នកលក់ឆ្នើមនៅក្នុងក្រុមការងាររបស់ខ្ញុំគាត់គឺជើងខ្លាំងហើយគាត់លេខ1ហើយគាត់ទៅលក់គឺលទ្ធផលគាត់លើសថាកិតរហូតប៉ុន្តែគាត់ចូលទៅធ្វើការកន្លែងថ្មីដែលគាត់បានចាក់ចេញពីខ្ញុំហើយគាត់ទៅក្រុមហ៊ុនមួយបន្ទាប់មកគាត់ចាក់ចេញពីក្រុមហ៊ុនមួយហ្នឹងទៅក្រុមហ៊ុនថ្មីមួយទៀតក្រុមហ៊ុនទី3របស់គាត់ទៅដល់ហ្នឹងគាត់ធ្វើការអត់បានសម្រេចតែម្ដងលទ្ធផលរបស់គាត់ធ្លាក់ចុះខ្លាំងមែនទែនស្រាប់ពេលដែលគាត់នៅជាមួយខ្ញុំគាត់បានលទ្ធផលច្រើននៅមួយក្រុមហ៊ុនដែលគាត់ចាក់ចេញពីខ្ញុំទៅភ្លាមហ្នឹងក៏គាត់ជាជើងខ្លាំងហើយគេក៏ទិញគាត់ឲ្យទៅធ្វើការនៅកន្លែងថ្មីពីក្រុមហ៊ុនទី3នឹងឯងតែទៅដល់នោះគាត់បែរជាធ្វើការបានលទ្ធផលទៅវិញហើយមែនតើក្រុមហ៊ុនទី3ហ្នឹងគឺទិញគាត់ពីក្រុមហ៊ុនទី2បានន័យថាដេញថ្លៃយកគាត់ឲ្យប្រាក់ខែហ្នឹងចង់គុណនឹង2នោះដើម្បីបានគាត់ទៅធ្វើការតែដល់ពេលគាត់ទៅដល់កន្លែងហ្នឹងទេពកោសល្យរបស់គាត់ទាំងប្រមាណអ្វីដែលគាត់អាចធ្វើបានហ្នឹងគឺបរាជ័យតែម្ដងបញ្ហានៅត្រង់នេះនៅកន្លែងថ្មីមែនតើទៅគឺគេផ្ដោតទៅលើទីផ្សារខ្លាំងអញ្ចឹងអ្នកដែលគាត់ធ្វើការនៅក្នុងហ្នឹងគឺគេឲ្យតម្លៃទៅលើ marketing មែនតើក្រុម marketing និយាយអីក៏គេជឿដែរគាត់និយាយអីទៅមិនសូវមានឥទ្ធិពលទៅលើគេទេហើយគាត់អង្គុយឆ្ងល់ហើយគាត់មកសួរខ្ញុំគេហ៊ានទិញគាត់គេហ៊ានដេញថ្លៃយកគាត់តែបែរជាយកគាត់ទៅដាក់តាំងអត់ស្ដាប់ច្បល់គាត់ស្ដាប់តែក្រុម marketing ចុះបើគោលស្ដាប់ក្រុម marketing ទៅចាំបាច់ទិញគាត់មកធ្វើអីចាំបាច់ដេញថ្លៃគាត់យកមកធ្វើអីចឹងយកគាត់មកបញ្ឈរជើងចោលឬក៏យកគាត់មកដើម្បីឲ្យក្រុមហ៊ុនដែលគាត់ធ្វើការជាមួយនោះបាត់ជើងខ្លាំងម្នាក់អញ្ចឹងអត់ប្រកួតជាមួយគាត់កើតហើយបើយើងនិយាយអាក្រក់ស្ដាប់ទៅគាត់ខ្លួនឯងផ្ទាល់គាត់ខុសដែរដោយសារតែគេឲ្យលុយច្រើនបន្តិចគាត់ចេញពីកន្លែងចាស់របស់គាត់ហើយទៅធ្វើការកន្លែងថ្មីហ្នឹងជាគូប្រកួតប្រជែងរបស់ក្រុមហ៊ុនចាស់របស់គាត់អញ្ចឹងបើយើងមើលទៅគាត់ថាកន្លែងដែលគាត់ធ្វើការមុនផ្ដោតទៅលើ sale ខ្លាំងអញ្ចឹង sale មានទឹកបត់ប្រៃមែនទេ marketing ប្រមូលយកព័ត៌មានពី sale ដើម្បីទៅបង្កើតយុទ្ធសាស្ត្រហើយធ្វើទីផ្សារដើម្បីទាក់ទាញអតិថិជនមកតែនៅកន្លែងថ្មីគេអត់ដែលខ្វល់ពីទិន្នន័យរបស់ sale ជួបហេតុការណ៍អីទេគឺគេអង្គុយគិតcontent ថ្មីហើយគេបង្កើតរូបភាពថ្មីដើម្បីទាក់ទាញអតិថិជនថ្មីដល់អញ្ចឹងទៅយើងមើលបន្តិចទៅយើងថាអូខេក្រុមហ៊ុនទី2ដែលគាត់ទៅធ្វើមានន័យថាគេផ្ដោតទៅលើអតិថិជនចាស់របស់គេអញ្ចឹងគេឲ្យអ្នកលក់នឹងធ្វើមិនក៏ដោយរក្សាតំណែងជាមួយអតិថិជនចាស់ឲ្យជាប់កុំឲ្យដាច់អសោះពីមួយពេលទៅមួយពេលអតិថិជនថ្មីដែលទទួលបានហ្នឹងភាគច្រើនហ្មងគឺចេញមកពីអតិថិជនចាស់តែដល់ពេលកន្លែងទី3ដែលគាត់ទៅហ្នឹងភាគច្រើនហ្មងគឺគេវាយ marketing ក៏ខ្លាំងគឺគេ build branding ខ្លាំងយកទៅមែនតើឲ្យតែ marketing ធ្វើអីនិយាយអីគឺមានឥទ្ធិពលមែនតើនៅក្នុងហ្នឹងតែសួរថាអាចរក្សាអតិថិជនចាស់បានអត់ទេអតិថិជនថ្មីចូលមករហូតអតិថិជនចាស់បាត់រហូតដល់អញ្ចឹងទៅនាយកក្រុមហ៊ុនគាត់ឆ្ងល់មិនបានអត់រីកចម្រើនមិនបានអត់រក្សាអតិថិជនចាស់បានហើយគាត់បន្ទោសក្រុម sale ដល់គាត់បន្ទោសក្រុម sale អតីតបុគ្គលិករបស់ខ្ញុំគាត់ក៏និយាយថា sale អត់មានទឹកចិត្តទេដោយសារអីដោយសារមេស្រាប់តែខាង marketing អត់ស្រាប់ខាងគាត់អញ្ចឹងគាត់អត់ដឹងថាទៅធ្វើម៉េចដើម្បីរក្សាអតិថិជនចាស់បានទេពីព្រោះអីអ្វីដែល marketing គិតគឺធ្វើយ៉ាងណាឲ្យតែបានអតិថិជនថ្មីមកអតិថិជនចាស់គឺជារឿងរបស់មន្ត្រីសេវាកម្មហើយជារឿងរបស់ក្រុម sale ហើយជារឿងរបស់ក្រុម finance អញ្ចឹងរុញទៅកំហុសខាង finance រុញទៅកំហុសខាង customer service រុញទៅកំហុសខាង sale ដោយសារអី finance ទាលុយធ្វើអតិថិជនខឹងអតិថិជនឈប់ទិញ customer service ធ្វើសេវាកម្មបានល្អអតិថិជនខឹងអតិថិជនឈប់ទិញ sale អត់ព្រមថែរក្សាតំណែងឲ្យបានស្អិតរមួតជាមួយអតិថិជនខឹងឈប់ទិញអញ្ចឹង sale customer service ហើយ finance ធ្វើការអត់ស៊ីគ្នាអត់ចោះសម្រងគ្នាអត់សហការគ្នាដើម្បីយកចិត្តទុកដាក់អតិថិជនទើបអតិថិជនបាត់បង់ដល់អញ្ចឹងទៅខាង sale ខាង customer service
ខាង finance ក្រោកឈរដែរគាត់ថាវាមិនអញ្ចឹងទេដោយសារតែ marketing ចេះតែបុកខ្លាំងពេកចេះតែលើកនេះលើកនោះសន្យារហូតអាណាបាត់តន់អាណាធ្វើតន់អញ្ចឹងវាទៅជារឿងឆ្លោះគ្នាពេញទៅនឹងវាធ្វើឲ្យមានបញ្ហាវែងឆ្ងាយហើយវាធ្វើឲ្យក្រុមការងារអត់ចោះសំណុំគ្នាទេអញ្ចឹងយើងអាចទាញមកវិញបន្តិចបងប្អូនខ្ញុំអត់ចង់និយាយថាយ៉ាងម៉េចទេខ្ញុំគ្រាន់តែចង់និយាយថានៅក្នុងក្រុមហ៊ុនមួយផ្នែកអីក៏សំខាន់ដែរមិន marketing សំខាន់ sale អត់សំខាន់មិន sale សំខាន់ customer service អត់សំខាន់មិន customer service សំខាន់ហើយ finance អត់សំខាន់ហើយមិន finance សំខាន់ HR អត់សំខាន់ទេមិន HR សំខាន់ហើយ marketing អត់សំខាន់ទេផ្នែកណាសិតតែសំខាន់ទាំងអស់ពីព្រោះគ្រប់ផ្នែកទាំងអស់នៅក្នុងក្រុមហ៊ុនហ្នឹងវាប្រៀបដូចជាម្រាមដៃទាំង5របស់យើងអញ្ចឹងបាត់ផ្នែកណាមួយដៃយើងអត់ពេញលក្ខណៈទេហើយផ្នែកណាមួយនៃដៃរបស់យើងមានរបួសផ្នែកផ្សេងទៀតក៏អត់ដំណើរការរលូនដែរអញ្ចឹងប្រសិនបើយើងឲ្យតម្លៃតែមួយជ្រុងហើយយើងអត់គិតជ្រុងផ្សេងយើងប្រកាសជាមានបញ្ហាហើយខ្ញុំនិយាយនេះមិនមែនដោយសារតែខ្ញុំគ្រូខាង sale បង្វឹកខាង sale បណ្ដោះខាងដល់ខាង sale ទៅនិយាយបន្តបង្អាប់ខាង marketing ទេតែពិតវាអត់តាក់ទងជាមួយនឹង team marketing ទេវាតាក់ទងជាមួយនឹងការសម្រេចចិត្តវាតាក់ទងជាមួយនឹងអតិភិបដែលថ្នាក់ដឹកនាំគាត់កម្រិតច្រើនជាងបើសិនបើគាត់លំអៀងទៅខាងណាបានន័យថាកំហុសគឺគាត់នឹងឯងដោយសារតែភាពលំអៀងរបស់គាត់ទើបបង្កឲ្យខាងក្រោមនឹងមានបញ្ហាអត់ចុះសម្រុងគ្នាយើងសបាយមើល finance customer service បូកជាមួយនឹង sale ត្រូវមាត់ទាំង3ត្រូវមាត់រឿងបាត់អតិថិជនប៉ុន្តែគាត់ភ្លេចគិតថា3ហ្នឹងគឺដើរតួសំខាន់អត់ចាញ់ marketing ទេហើយដើរតួសំខាន់ក៏អត់ចាញ់ HR ដែរមែនតើគឺសំខាន់ស្មើគ្នាទាំងអស់តែម្ដងអញ្ចឹងបើសិនបើយើងក៏ស្ដាប់តែមួយជ្រុងហើយយើងនាំគ្នាទៅបន្ទោសជ្រុងផ្សេងទៀតនឹងជាបញ្ហារបស់យើងហើយមិនមែនជាបញ្ហារបស់ជ្រុងដែលយើងបន្ទោសហ្នឹងទេពីព្រោះចិត្តរបស់យើងគឺលំអៀងទៅជ្រុងមួយខាងទៀតដូចពាក្យគេពោលអញ្ចឹងនៅក្នុងទស្សនវិជ្ជា leadership គេពោលអញ្ចេះនៅពេលដែលយើងជាអ្នកដឹកនាំអន់ឬក៏នៅពេលដែលយើងដឹកនាំខ្សោយពេលដែលយើងស្ដាប់ឮអីមួយត្រូវចិត្តយើងបិទលែងសិក្សាពីភាគីដទៃទៀតពីភាគីផ្សេងទៀតយើងចាប់ទៅនឹងដោយសារយើងពេញចិត្តអ្វីដែលយើងបានស្ដាប់ឮរួចហើយរឿងផ្សេងទៀតយើងលែងចង់ឮហើយអញ្ចឹងហើយចិត្តយើងក៏លំអៀងទៅអ្វីដែលយើងស្ដាប់ឮនឹងអ្វីដែលយើងពេញចិត្តនឹងឯមួយខាងទៀតត្រូវបានគេបិទបាត់ចិត្តឈឹងខ្ញុំចង់ទាញបងប្អូនមកវិញបន្តិចនៅក្នុងស្ថាប័នមួយយើងកុំឲ្យតម្លៃទៅផ្នែកនេះសំខាន់ជាងផ្នែកនោះផ្នែកទាំងអស់នៃស្ថាប័នរបស់យើងគឺជាចំណុចស្លាប់រស់របស់យើងអត់មាន sale សំខាន់ជាង marketing ហើយក៏អត់មាន marketing សំខាន់ជាង sale ដែរមែនតើទៅ sale ក៏សំខាន់ marketing ក៏សំខាន់ finance ក៏សំខាន់ HR ក៏សំខាន់អ្នកណាក៏សំខាន់ដែរហើយប្រសិនបើយើងផ្ដល់ភាពសំខាន់ស្មើគ្នាយើងគ្រប់គ្រងយើងដឹកនាំដោយភាពស្មើគ្នាមានតម្លាភាពត្រឹមត្រូវមានការពិគ្រោះយោបល់ត្រឹមត្រូវខ្ញុំជឿថាយើងប្រកាសជាទទួលបានការគ្រប់គ្រងពីអ្នកនៅក្នុងក្រុមការដឹកនាំរបស់យើងនឹងហើយឱកាសដែលយើងទទួលបានលទ្ធផលជោគជ័យក៏ខ្ពស់ដែរខ្ញុំសរុបមកវិញបន្តិចបងប្អូនអ្វីដែលខ្ញុំស្ដាប់គាត់និយាយពីព្រឹកជាមួយនឹងការយល់ឃើញរបស់ខ្ញុំគឺអត់ខុសគ្នាទេមនុស្សដែលធ្វើការជាមួយនឹងថ្នាក់ដឹកនាំដែលលំអៀងឬក៏ធ្ងន់ទៅតែម្ខាងខួរក្បាលរបស់យើងគឺស្លាប់លែងមានគំនិតច្នៃប្រឌិតចង់ស៊ូអីក៏គិតអត់ចេញដែរមេដាក់ឲ្យគិតអីក៏មិនដឹងគិតអីដែរមេឲ្យទៅធ្វើការងារនោះក៏មិនដឹងទៅធ្វើមិនដែរវាស្លាប់គំនិតបាត់ភាពច្នៃប្រឌិតរបស់យើងគឺកប់នៅក្នុងដីបាត់ដែរអត់ងើបព្រួចតទៅសោះហ្មងយើងសម័យមើលមនុស្សដែលធ្លាប់ខ្លាំងនៅក្រុមហ៊ុនទី1ហើយទៅក្រុមហ៊ុនទី2ក៏ខ្លាំងទៅទៀតទោះបីជាបទពិសោធន៍ថ្មីក៏ដោយគាត់នៅតែខ្លាំងដដែលប៉ុន្តែពេលចូលក្រុមហ៊ុនទី3គាត់បែរជាស្លាប់គំនិតបាត់ធ្វើការអត់កើតអត់មានលទ្ធផលហើយត្រូវមាត់ទឹកល្ងាច